សួស្តីបងប្អូនថ្ងៃនេះមានមុខម្ហូបស្លតាពាំងរបៀបស្រុកស្រែចំការរបស់យើងបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមទៅរកតាពាំងនៅក្រៅភូមិខ្ញុំសិនរិសាឥឡូវនេះរៀងអត់សូវមានដើមអាស័យទេបងប្អូនអើយនឹកឃើញថាចង់ហូបហើយប៉ុន្តែបើសិនជាទៅរកមានហ្នឹងខ្ញុំនឹងស្លហូបថ្ងៃហ្នឹងតែបើអត់ទេចាំពេលក្រោយអញ្ចឹងណាព្រោះយើងចង់ហូបតាពាំងធម្មជាតិយើងទៅវាផ្អែមឆ្ងាញ់ហ៎បងប្អូននោះឃើញដើមអាស័យហើយតែបងប្អូនថាមានអត់ហ្នឹងតោះតែមើលទាំងអស់គ្នាបងប្អូននេះឥឡូវខ្ញុំបានមកដល់ហើយបងប្អូនឥឡូវខ្ញុំបានឃើញពីងពងមួយដើមកាប់ទៅដែរបងប្អូនវិសារៀងអត់មានដែរគីឡូចិត្តទៅបានខ្ចីខ្លះណាបងប្អូនខ្ញុំដើរជុំវិញទៅក៏បានមកគុំទៀតតែអត់សូវធំទេបងប្អូនអានេះពកវាទៅចេញមកដែរប៉ុន្តែធ្វើម៉េចបើយើងអត់មានហើយយើងផ្សាយផ្សំទៅហើយបងប្អូនខ្ញុំឲ្យហ៊ានកាច់ទេខ្ញុំយកកវ៉ាត់ទៅកាប់ដោយសារនឹកឃើញថាខ្លាច់មុតដៃមុតអីហ៎បងប្អូនតែមានអីបងប្អូនទៅពាំងខ្ចីឡើយហ្នឹងហើយដល់ពេលកាប់មានណាបាក់ជាងកាច់ដល់ពេលលើសាកកាច់ឲ្យបងប្អូនឲ្យផុសហ្មងណាតែពាំងយើងខ្ចីដោយសារភ្លៀងទៅបាន1មេ2មេហើយមកនេះខ្ញុំគិតថាអត់ផងទេតែនេះតែឥឡូវមានហើយតែអត់ដឹងបានមកសឡអត់ទេណាបងប្អូនតើតែយើងកាច់ហើយមើលសិនអញ្ចឹងណាខ្វះខាតអីចាំមើលយើងរកបន្តទៀតឥឡូវបន្ទាប់ពីខ្ញុំកាច់រួចរាល់ហើយក៏ខ្ញុំនាំគ្នាត្រឡប់ទៅវិញហើយនេះបងប្អូនឥឡូវបន្ទាប់ពីខ្ញុំត្រឡប់ទៅវិញហើយខ្ញុំចាប់ដើមមកផ្សំបន្លែនៅមុខតូបខ្ញុំដីឡូបងប្អូនយើងនៅមុខតូបហ្នឹងគាត់មានបន្លែផ្អែមអ្នកខ្លះក៏គាត់ហៅបន្លែប្រសាទតាពាំងតែខ្ញុំទូទៅហ្នឹងខ្ញុំហៅថាបន្លែផ្អែមសម្រាប់ពេលយើងស្រូវតាពាំងអត់ទាន់លាស់ច្រើនទេបងប្អូនព្រោះដោយសារមេឃយើងទឹមភ្លៀងដែរបន្ទាប់ពីគេកាច់ហើយណេះបងប្អូនណេះមកឃើញបត្រាឃើញអីទៀតសឡទុកម្ដុំសិនមកបេះបត្រាហូបសិនដោយសារនៅដេនឹងមែនបងប្អូននៅទល់មុខកន្លែងតូបខ្ញុំដេប៉ុន្តែអត់ដឹងថាមានផ្លែបត្រាទេតើថាកូនក្មួយគាត់មកលេងយើងទៅគាត់ឃើញអញ្ចឹងណាក៏គាត់ប្រាប់ថាមានបត្រាក៏ឃើញថាមកអស់ចិត្តទេមកមើលសិនណាដល់មកដល់មែនបងប្អូនច្រើនណាបងប្អូននៅភូមិយើងអាចមកបេះហូបបាននៅមុខដីនៅមុខតូបខ្ញុំហ្នឹងគ្រាន់ថាតើយើងមើលទីសាធ្លាក់ភ្លៀង1មេវាមានស្អុយបត្រាស្រែយើងណាឥឡូវនេះមើលកូនខ្ញុំនៅខ្វះកដោយសារផ្លែវារៀងច្រើនដែរបងប្អូនឥឡូវសឡយើងមានតែទុកសិនទេមករមើលបេះបត្រាហូបសិនព្រោះកន្លែងជាប់ដីអាវភ្ញៀវស្លរៀងយប់ទេបងប្អូនមិនបានស្លយើងកន្លែងរវល់ដែរឥឡូវឆ្លៀតពេលបន្តិចបានខ្ញុំមកផ្សំបន្លែបានអនុបានអីនៅផ្ទះអ៊ំហើយបងប្អូនខ្ញុំដាំដែរតែអត់ទាន់បានផលទេឥឡូវនេះមករមើលផ្ទះអ៊ំសិនឥឡូវយើងចាប់ដើមកាត់មើលអនុបងប្អូនច្រើនដែរបងប្អូននេះតែខ្ញុំកាត់បានតែត្រួសខាងក្រៅទេប្រហែលផ្លែទៀតវានៅលើដើមខ្ញុំមិនបានថតបង្ហាញទេបងប្អូនដោយសារខ្ញុំអត់សូវមានពេលដែរតែឆ្លៀតមកថតបង្ហាញបងប្អូនពីរបៀបធ្វើម្ហូបបែបជនបទយើងខ្លះណាមុខម្ហូបនេះដែរខ្ញុំស្លរបៀបយើងស្លពីមុនអត់មានផ្សិតមានអីទេបងប្អូនអើយតែឥឡូវនេះគេមានបន្លែផ្សំទៀតតែនេះខ្ញុំធ្វើរបៀបទៅថាធ្លាប់ពុកម៉ែស្លហូបពីយើងនៅស្ទើរវិធីងាយអញ្ចឹងណាឥឡូវបងប្អូននេះយើងអត់បាច់ទៅរកណាឆ្ងាយនៅផ្ទះអ៊ំអនុនឹងល្បាស់គឺនៅជាប់គ្នាហ្មងបន្ទាប់ពីយើងផ្សំបន្លែផ្អែមហើយនឹងយើងមកមើលល្បាស់ទៀតទៅបងប្អូនឃើញនេះច្រើនហ្មងពេញតែនៅលើដើមហ្នឹងហើយផ្សំហ្នឹងអត់ទាន់បានធ្វើហូបទេបងប្អូនតើតាមេឃរៀងយប់បងប្អូនមកចិត្តតាពាំងហើយនេះរៀងបញ្ញាបញ្ញាប់តិចហើយដោយសារបងប្អូនអាចមើលមេឃខាងក្រោយបានវារៀងងឹតហើយខ្ញុំម្លែងតែផ្សំបន្លែហើយជាប់ភ្ញៀវមកដេអញ្ចឹងក៏អត់បានធ្វើពេលព្រឹកមកធ្វើពេលយប់វិញឥឡូវនេះខ្ញុំចាប់ចិត្តអនងហើយបងប្អូនបន្លែនេះសិតតែយើងផ្សំនៅក្នុងភូមិយើងទេអត់មានជាតិគីមីទេបងប្អូនអើយវិធីងាយទេយើងធ្លាប់ធ្វើហូបកន្លងមកអញ្ចឹងណាបងប្អូននេះបន្ទាប់មកខ្ញុំចិត្តអនងហើយខ្ញុំចាប់ដើមយកតាពាំងយើងទៅចិត្តរួចនេះខ្ញុំទៅច្របាច់ជាមួយអំបិលសិនណាបងប្អូននេះរបៀបខ្ញុំធ្វើកាលណាដែលបងប្អូនច្របាច់អំបិលអញ្ចឹងទៅធ្វើឲ្យតាពាំងយើងទុនឆាប់ទុនផុយហើយកាត់បន្ថយហាងទៀតបងប្អូនយើងធ្វើរបៀបហ្នឹងកូនក្មេងក៏គាត់អាចហូបបានដែរ
បន្ទាប់ពីខ្ញុំច្របាច់អំបិលរួចអស់ថាទុនហើយខ្ញុំចាប់ផ្ដើមចម្រោះទឹកវារួចខ្ញុំចាប់ផ្ដើមដាក់អង្ករចូលបងប្អូនសម្រាប់បងប្អូនខ្លះគាត់ធ្វើតាមវិធីខ្លះមិនបាច់ចាំដាក់អង្ករក៏បានដែរប៉ុន្តែជាទូទៅខ្ញុំស្លខ្ញុំធ្វើតែបែបហ្នឹងទេហើយបងប្អូនច្របាច់អង្ករយើងទៅធ្វើឲ្យទឹកស្លយើងខាប់អញ្ចឹងណាបងប្អូនបងប្អូនអាចធ្វើវិធីនឹងបានបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមស្ងោរត្រពាំងនឹងអង្ករហ្នឹងឲ្យបងប្អូនខ្ញុំធ្វើរៀងបញ្ញាបញ្ញាប់ដែរដោយសាររៀងយប់ណាបងប្អូនហើយបន្ទាប់ពីយើងថាអង្ករត្រពាំងយើងរៀងទន់ហើយយើងចាប់ផ្ដើមជ្រុំប្រហុកចូលបងប្អូននេះឥឡូវខ្ញុំធ្វើរៀងបញ្ញាបញ្ញាប់ហើយអត់បានវែងឆ្ងាយទេណាបងប្អូនណាឥឡូវខ្ញុំចាប់ផ្ដើមជ្រុំប្រហុករួចរាល់ហើយខ្ញុំអត់ដាក់រៀងច្រើនទេបងប្អូនព្រោះដោយសារខ្ញុំខ្លាចកូនគាត់អត់ចេះហូបអញ្ចឹងបងប្អូននេះខ្ញុំជ្រុំបានតិចតួចដែរបន្ទាប់មកខ្ញុំដាក់បង់ត្រីខ្ញុំបង់ត្រីឲ្យស្លយើងត្រូវបានទៅជាមួយនឹងត្រីពោណាបងប្អូនស្លត្រពាំងឥឡូវនេះខ្ញុំបង់ត្រីចូលហើយបងប្អូននេះហើយយើងគ្របទុកសិនឲ្យពុះមកពុះអញ្ចឹងទៅចាំយើងកូរទៀតអញ្ចឹងណាបងប្អូនបន្ទាប់ពីទឹកយើងពុះហើយខ្ញុំថែមខ្យងហើយបងប្អូនខ្យងស្រែយើងឥឡូវរៀងពិបាករកដែរអញ្ចឹងណានៅម្លុកយើងនេះអត់សូវមានទេភាគច្រើនខ្យងស្រែខ្ញុំទិញបានពីខាងបងប្អូនយើងនៅខាងកំពង់ស្ពឺមកវិញអញ្ចឹងណាបងប្អូនទៅមានខ្យងស្រែអញ្ចឹងណាឥឡូវនេះខ្ញុំចាប់ផ្ដើមបង់ខ្យងចូលហើយបងប្អូនយើងគ្របទុករួចឥឡូវនេះខ្យងយើងចាប់រៀងឆ្អិនអង្គយើងក៏រៀងរីកដែរហើយបងប្អូនថែមគ្រឿងតាមចំណង់ចំណូលចិត្តរសជាតិដែលយើងចង់បានអញ្ចឹងណាខ្ញុំកូរមើលថាអង្គយើងកាន់តែរីកខ្លាំងនៅបងប្អូននៅពេលដែលយើងគិតថាល្មមសមរម្យហើយយើងចាប់ដើមថែបន្លែរបស់យើងអញ្ចឹងបងប្អូននេះខ្ញុំដាក់អន្លូងចូលហើយសម្រាប់បងប្អូនត្រូវការចូលចិត្តបន្លែច្រើនមុខទៀតដាក់តាមចិត្តបងប្អូនណាបងប្អូនតែនេះខ្ញុំធ្វើតាមរបៀបបន្លែយើងផ្សាយផ្សំតាមស្រុកតាមភូមិយើងងាយបងប្អូននេះបន្ទាប់ពីស្លយើងភ្លក់មើលថាល្មមឆ្អិនហើយអស់ហើយយើងចាប់ផ្ដើមថែបន្លែផ្អែមប្រសាបត្រពាំងហ្នឹងទៅហើយមានស្លឹកបាសបងប្អូននេះហើយមេឃតិចអញ្ចឹងណាបងប្អូនអាចធ្វើស្លនឹងបានហូបហ្នឹងទៅឆ្ងាញ់ហ្មងហើយខ្ញុំធ្វើរួចរាល់ខ្ញុំបញ្ញាប់ដោយសារគីឡូបានដួសយកទៅឲ្យពុកម៉ែហើយអ៊ំខ្ញុំបានហត់ខ្លាំងអញ្ចឹងណាដោយសារគាត់ចាស់ភាគច្រើនគាត់ចូលចិត្តណាស្លហ្នឹងហើយខ្ញុំក៏អត់សូវមានពេលស្លដែរណាបងប្អូនតាំងពីយើងបែកគ្រួសារចេញមកយើងអត់សូវបានស្លម្ហូបអញ្ចឹងទេហើយនេះខ្ញុំបានបន្លែធម្មជាតិយើងទៀតហិតតែផ្អែមឆ្ងាញ់ឥឡូវស្លយើងរួចរាល់ហើយយើងចាប់ផ្ដើមថែមម្ទេសថែមអីអញ្ចឹងណាបងប្អូនស្លយើងជាការស្រេចឥឡូវបងប្អូនអាចមើលបានថាកូនខ្ញុំហូបកើតអត់អញ្ចឹងណាឥឡូវកូនប្រុសខ្ញុំណែបងប្អូនសម្រាប់ស្លត្រពាំងមួយកាលណាដែលយើងស្លខុសមានជាតិហាងកូនក្មេងគាត់ហូបអត់កើតទេបងប្អូនអត់ខុសអីពីស្លត្នោតយើងទេតែកាលណាដែលយើងធ្វើខុសគាត់ហូបអត់កើតទេតែថ្ងៃនេះខ្ញុំធ្វើរកវិធីដើម្បីកុំឲ្យកូនហូបអត់កើតអញ្ចឹងណាឥឡូវបងប្អូនអាចមើលបានថាកូនខ្ញុំហូបបាយបានអត់នេះគាត់អស់ច្រើនចានដែរបងប្អូនគាត់ថាអីម៉ាក់អត់មានធំក្លិនអីអត់មានហាងទេហូបបានឆ្ងាញ់ទៀតហើយអរគុណណាបងប្អូនដែលតាមដានវីដេអូរបស់បងប្អូនរហូតមកអញ្ចឹងណាអរគុណច្រើន